Hello សួស្តីអ្នកនរគ្នានេះគឺជាទស្សនវិជ្ជាមួយនៅក្នុងសួនអ៊ីសាក់អ៊ីវ៉ាន់ផកដែលស្ថិតនៅក្នុងទីក្រុងអូប៊ឺនរដ្ឋ Washington State សហរដ្ឋអាមេរិកហើយអ្នកនរគ្នាបានឃើញទស្សនវិជ្ជាដ៏ស្រស់ស្អាតនៃសួននេះយើងក៏ได้ឃើញមានដើមឈើជ្រោងច្រាងមានស្មៅរុក្ខជាតិពណ៌បៃតងប្រៀបដូចជាកម្រាលក្រាលនៅទៀបលើពតពីហើយនៅក្នុងទស្សនវិជ្ជានៅសួននេះផងដែរក៏មានស្ទឹងមួយគេឲ្យឈ្មោះថា Green River Park ហើយគឺឃើញមានអ្នកទៅលេងច្រើនដែរនៅក្នុងសួននេះហើយនៅក្នុងសួននេះក៏មានបែរនោះក៏មានកន្លែងហៅថាវាយកូនគោលនៅជាប់នឹងសួននេះផងដែរមកខាងទៀតនៃផ្លូវហើយកន្លែងនេះយើងគេមានរៀបចំនៅកន្លែងអាំងសាច់ដែលយើងហៅថា BBQ ហ្នឹងហើយមានកៅអីមានបង់ដាក់តាមផ្លូវដែលយើងដើរហាត់ប្រាណហ្នឹងសម្រាប់ឲ្យសម្រាកពេលយើងហាត់នឿយខ្លាំងហើយយើងក៏អាចដើរលំហាត់ប្រាណនៅសួននេះយ៉ាងមានសុខភាពផងដែរហើយទឹកស្ទឹងក៏ river នេះក៏មានហៅថាប្រភពហូរនឹងវែងណាស់ធ្លាក់ពីជាប់ពីតំបន់ហ្នឹងរហូតមកក្រោមទៀតឆ្ងាយដែរហៅថា Green River បានតែទន្លេពណ៌បៃតងហើយស្អាតណាស់មានសម្រាមមានអីទេក្នុងស្ទឹងហ្នឹងគឺទឹកថ្លាហើយហូរទៅបាញ់តែម្ដងក៏ប៉ុន្តែនៅខែនេះគឺទឹកនៅត្រជាក់នៅឡើយជើមិនអាចចុះនោះបានទេហ្នឹងហើយតែប្រហែលជា summer ឬក៏រដូវក្តៅទើបអាចចុះងូតអីបានហ្នឹងហើយក៏ទៅឃើញទស្សនវិជ្ជាដើមឈើឃើញផ្លូវដើរលំហាត់ប្រាណស្រស់ស្អាតគួរឲ្យទាក់ទាញចាក់ខុនទៅអារម្មណ៍របស់យើងមែនតើហ្នឹងហើយដើមឈើហ្នឹងយើងឃើញថាមានស្លឹកមែនក៏ប៉ុន្តែមិនមែនងាប់ទេគឺវាស្ថិតនៅក្នុងដីត្រជាក់ហើយវាជ្រុះស្លឹកអស់ហើយនៅដើមខែ3ឬក៏ពាក់កណ្ដាលខែ3នេះនឹងពកស្លឹកបដារដល់ខែ4ខែ5ហ្នឹងនឹងមានស្លឹកខៀវពណ៌បៃតងហៅថារដូវ spring គឺរដូវស្លឹកឈើលាស់ហ្នឹងយើងនឹងមានឃើញស្លឹកឈើស្មៅផ្កាដុះរីកប្រងព្រាតហ្នឹងហើយគឺដូចជាពាក់កណ្ដាលខែ3នេះគឺនៅសាកលវិទ្យាល័យWashington ដែលយុដាប់ហ្នឹងនឹងមានផ្កា cherry ហើយគេនឹងទៅថតទៅមើលច្រើនណាស់គឺរីកស្រស់ស្អាតមែនតែនផ្កា cherry នៅយុដាប់ហ្នឹងហើយនៅចុងខែ3ឬក៏ដើមខែ4ពាក់កណ្ដាលខែ4ហ្នឹងយើងមានផ្កាហៅថាសម្រាប់ទៅមើលទស្សនាដែរគឺផ្កា tulip ណាដែលស្ថិតនៅក្នុង North ហើយយើងបើកពីសៀរ៉ូនេះទៅប្រហែលជាចេញអ៊ីស៊ីត202ណាម៉ោងជាងណាយើងរដ្ឋ Washington State នេះជារដ្ឋមួយដែលហៅថា Evergreen State មានកន្លែងទៅទស្សនាទៅហាត់ប្រាណទៅកម្សាន្តមាន hiking មាន camping ហើយនឹងថតសួនច្បារនានាសម្រាប់ឲ្យពលរដ្ឋដើរលំហាត់ប្រាណនិងទៅទស្សនាជាលក្ខណៈអ
ឯកជនជាមួយគ្រួសារ family មិត្តភ័ក្តិអញ្ចឹងទៅហើយសួនបៃតងស្រស់ស្អាតនេះគឺគេថាសួនច្បារវាយកូនគោលណាគឺស្រស់ស្អាតមែនតើហើយយើងមិនអាចចូលទៅបានទេតើតែយើងបានចុះឈ្មោះជាសមាជិកជា member ទើបអាចយើងចូលទៅលេងវាយកូនគោលនៅក្នុងសួននឹងបានតែសួនដែលយើងកំពុងតែដើរនេះគេហៅថា event park នេះគឺអត់មានត្រូវបង់ថ្លៃឬក៏ចុះចូលជាសមាជិកអីទេគឺយើងគ្រប់គ្នាអាចទៅដើរទៅហាត់ប្រាណទៅកម្សាន្តបានតាមត្រូវការហ្នឹងហើយគឺអត់មានការបង់ថ្លៃសេវាទេសម្រាប់បងប្អូនពលរដ្ឋទាំងអស់ដែលចង់ណាទៅហាត់ប្រាណតំបន់ផ្លែកអីចឹងទៅនឹងអាចទៅទេសនាទៅដើរហាត់ប្រាណនៅទីនោះបានដែលស្ថិតនៅក្នុងទីក្រុង Auburn ហើយមានព្រំប្រទល់ជាប់នឹងខេនដែរណាខេន Auburn ហ្នឹងហើយយើងបើកឡានពី Sherrill ទៅហើយជាងកន្លះម៉ោងទៅដល់សួនច្បារពិសា Event Park នេះអ្នកទាំងគ្នាអាចទស្សនានៅទិដ្ឋភាពទាំងមូលអូទៅ